ជំរាបសួរបងប្អូននេះគឺជាហាងឆេងមាសនៅថ្ងៃទី28ខែវិច្ឆិកាឆ្នាំ2025មាសកំពុងតែបន្តឡើងតម្លៃរបស់វាដែលកំពុងឡើងនៅក្នុងពេលបច្ចុប្បន្នវាស្ថិតនៅលើភាពស្ថិរនិយមនៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកនៅថ្ងៃទី10ខែធ្នូឆ្នាំ2025បច្ចុប្បន្ននេះមាសស្ថិតនៅក្នុងតម្លៃ$508នៅក្នុងមួយជីឬក៏$4,179នៅក្នុងអាវ$4,179នៅក្នុងអាវយើងមានព័ត៌មានសំខាន់ដែលជាព័ត៌មានសម្រាប់ការវិភាគទៅលើគោលនយោបាយរបស់ធនាគារកណ្ដាលប្រទេសជប៉ុនដែលកាលណាបើសិនជាធនាគារកណ្ដាលរបស់ប្រទេសជប៉ុនមានការប្រូរផ្លាស់គោលនយោបាយមួយចំនួនអ្វីដែលយើងឃើញនៅក្នុងថ្ងៃខាងមុខគឺការកើនឡើងនៃតម្លៃមាសអញ្ចឹងបើសិនបើជប៉ុនជ្រើសរើសរត់ចូលទៅក្នុងសង្គ្រាមលុយយើងហៅសង្គ្រាមលុយបើនៅពួកបរទេសគេហៅថា nuclear currency បន្ទាប់ពីប្រទេសជប៉ុនសង្ងំខ្លួនអស់ជាច្រើនឆ្នាំក្នុងការរក្សាអត្រាការប្រាក់0ហេតុអីក៏មានការកើនឡើងហើយនឹងមានបំរែបំរួលខ្លះជុំវិញពិភពលោកក៏មានតកតទៅជាមួយនឹងផ្សារ stock ដែរផ្សារ stock ឬក៏ផ្សារហ៊ុនរបស់ពិភពលោកវាអាចជាព័ត៌មានល្អសម្រាប់អ្នកលេង stock ឬក៏លេងផ្សារហ៊ុនរបស់ពិភពលោកផងដែរពីព្រោះវាគឺជានយោបាយនៃការបដូរផ្លាស់ទៅហើយតោះឥឡូវមុនទៅដល់ព័ត៌មានទាំងអស់ហ្នឹងយើងនិយាយអំពីតម្លៃមាសទីសិនសម្រាប់មាសថ្ងៃនេះនៅតំបន់នៅសហរដ្ឋអាមេរិកគឺបុណ្យសេងគីវិនអញ្ចឹងការជួញដូរមាសមានតែមួយខាងណាតំបន់អាស៊ីនៅមានការជួញដូរនៅសហរដ្ឋអាមេរិកគេសម្រាប់ឯងតែនៅនៃសេដ្ឋកិច្ចក៏មិនមានដែរនៅក្នុងថ្ងៃនេះអញ្ចឹងយើងនិយាយ support និង resistance សម្រាប់អ្នកដែលជួញដូរកំពុងជួញដូរសម្រាប់មាសនៅថ្ងៃនេះប្រសិនបើមាសអាចបន្តប៉ះនៅក្នុងតម្លៃ$4,200ឬក៏$4,240វានឹងឆ្ពោះទៅ$4,260នៅក្នុងអាវវានឹងបន្តទៅតម្លៃ$4,300នៅក្នុងអាវប៉ុន្តែបើសិនមាសថ្ងៃនេះវាប៉ះនៅក្នុងតម្លៃ$4,165នៅក្នុងអាវវានឹងបន្តធ្លាក់មកតម្លៃ$4,130នៅក្នុងអាវ$4,100នៅក្នុងអាវនិង$4,050នៅក្នុងអាវរង្វាន់នៃតម្លៃមាសនៅក្នុងពេលបច្ចុប្បន្នស្ថិតនៅក្នុងការជួញដូរ$505ទៅ$515នៅក្នុងមួយជីដូចខ្ញុំជំរាបជូនបងប្អូនពី3ថ្ងៃមុនខ្ញុំជំរាបជូនបងប្អូនថាមាសស្ថិតនៅក្នុងការរត់នៅក្នុងតម្លៃ$403និង$408នៅក្នុងជីឥឡូវវាស្ថិតនៅក្នុង$408នៅក្នុងជីតែបច្ចុប្បន្ននេះគឺ$405និង$415នៅក្នុងជីវាជាសញ្ញាណល្អសម្រាប់អ្នកដែលគាត់ទិញមាសនៅក្នុងតម្លៃខ្ពស់ណាបើសិនជាមានការកាត់បន្ថយអត្រាការប្រាក់មាសអាចនឹងឈរនៅក្នុងតម្លៃខ្ពស់ដែលវាធ្លាប់ប៉ះប៉ុន្តែការទន្ទឹងឬក៏ការមើលទៅលើតម្លៃខ្ពស់ក៏ថែមទៀតវាអាស្រ័យទៅលើសេដ្ឋកិច្ចវាអត់មានព័ត៌មានណាមួយទេគ្រាន់តែមានព័ត៌មានធៀមធំដែលអាចនិយាយបានថាតម្លៃនេះនឹងមានការប្រែប្រួលរូបរាងខ្លាំងបន្ទាប់ពីព័ត៌មានធំទាំងអស់ហ្នឹងវាលេចចេញជារូបរាងឥឡូវយើងនិយាយអំពីសង្គ្រាមលុយប្រសិនបើប្រទេសជប៉ុនគាត់ហក់ចូលទៅក្នុងសង្គ្រាមលុយតម្លៃរបស់មាសមានការកើនឡើងខ្ពស់នៅក្នុងការ track ឬក៏ក្នុងការរកស៊ីនៅក្នុងពេលបច្ចុប្បន្នណាខ្ញុំចង់ជំរាបជូនថាមានគោលនយោបាយមួយគេហៅថា yen carry នឹងមិនហៅថាជាគោលនយោបាយដែលគេហៅថាជាទំនោរមួយនៃការខ្ចីប្រាក់លុយ yen ការខ្ចីលុយ yen របស់ពិភពលោកមានច្រើនតួលេខនៃការខ្ចីមានច្រើនហើយពួកគេខ្ចីយកទៅធ្វើអីពួកគេខ្ចីលុយ yen ហ្នឹងដោយសារតែលុយ yen រក្សាភាពស្ងៀមស្ងាត់របស់ខ្លួនតែដូចជាមួយនឹងការទុកអត្រាការប្រាក់ក្បែរ 0% យូរឆ្នាំមកហើយពួកគេយកខ្ចីលុយ yen ទៅទិញលុយដុល្លារផ្សេងទៅទិញបានបំណុលណាអញ្ចឹងឧទាហរណ៍បើសិនគេទិញលុយ yen ដែលក្បែរអត្រាការប្រាក់ 0% ឬក៏ 0.25% បច្ចុប្បន្នឡើងមក0.55% ហើយនិន្នាការថ្ងៃខាងមុខគឺឡើងរហូតដល់ 1.5% ដើម្បីជួយលុយ yen របស់ប្រទេសជប៉ុនឲ្យមានតម្លៃឡើងវិញអានេះជាគោលនយោបាយរបស់រដ្ឋាភិបាលណាកាលពីមុនគឺតែ 0.25 ឬក្បែរនឹងតិចអញ្ចឹងនៅពេលដែលពួកគេខ្ចីលុយ yen គឺអត់មានអត្រាការប្រាក់ទាបហើយគេយកលុយហ្នឹងទៅទិញបានបំណុលទៅទិញផ្សារហ៊ុនរបស់សហរដ្ឋអាមេរិកជាការវិនិយោគមួយដែលចំណេញខ្លាំងកុំឲ្យបងប្អូនពិបាកយល់នៅក្នុងស្រុកខ្មែរក៏មានអ្នកខ្ចីលុយរបៀបហ្នឹងដែរគ្រាន់តែមិនមែនជាអ្នកខ្ចីលុយ yen ទេមិនមែន yen ក៏ទេអ្នកទាំងអស់ហ្នឹងក៏ខ្ចីលុយធនាគារនៅក្នុងតួលេខខ្ពស់ហើយក៏យកលុយទាំងអស់ហ្នឹងទៅចងការប្រាក់ណាnhưng តួលេខខ្ពស់គឺចំនួនលុយខ្ពស់ចំនួនលុយច្រើនមែនទែនហើយគាត់យកទៅចងការប្រាក់គាត់ថាវាទំនោរដូចគ្នាប៉ុន្តែនិយាយពីសុវត្ថិភាពវាក៏គ្នាគាត់យកទៅចងការប្រាក់អញ្ចឹងបើសិនគាត់ខ្ចីធនាគារគាត់ខ្ចីមួយឆ្នាំគាត់សងធនាគារតែ 7-8% ទេប៉ុន្តែបើគាត់ចងការប្រាក់ក្នុងមួយខែគាត់អាចទទួលបានអត្រាការប្រាក់រហូតដល់ 15 ទៅ 20% បែបហ្នឹងអញ្ចឹង yen carry មានដូចគ្នាដែរអ្នកដែលគាត់ខ្ចីលុយ yen យកទៅទិញបានបំណុលរបស់សហរដ្ឋអាមេរិកយកទៅទិញផ្សារហ៊ុន
នឹងយកទៅទិញរូបិយប័ណ្ណផ្សេងៗវិញដូចជា Euro ឬក៏រូបិយប័ណ្ណមួយទៀតណាក៏មានច្រើនដែរជុំវិញពិភពលោកតួលេខនៃកម្ចីជាលុយយេនជុំវិញពិភពលោកណាយើងយកតួលេខត្រួសទេនៅក្នុងឆ្នាំ2024គឺមាន130 trillion យេនណាបែបគេគិតទៅស្មើនឹង880 billion ដុល្លារបងប្អូនគិតថាតិចមិនតិចទេតួលេខនេះគឺមិនតិចទេកម្ចីហ្នឹងគឺច្រើនបច្ចុប្បន្ននេះធនាគារកណ្ដាលរបស់ប្រទេសជប៉ុនហ្នឹងគឺមានផែនការដាក់គោលដៅដើម្បីបន្ទាបតម្លៃអតិផរណាឲ្យសល់ 2% កាលណាបើសិនជាបន្ទាបអតិផរណាគឺដំឡើងអត្រាការប្រាក់អញ្ចឹងអត្រាការប្រាក់ពី0.0% ឡើងរហូតដល់ទៅ 1.75% ដើម្បីធ្វើឲ្យលុយយេនខ្លាំងធៀបជាមួយនឹងរូបិយប័ណ្ណផ្សេងចាឥឡូវនេះយើងបងប្អូនត្រូវដឹងថាធនាគារកណ្ដាលរបស់ប្រទេសជប៉ុនបានដំឡើងអត្រាការប្រាក់ហើយធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកបានទម្លាក់អត្រាការប្រាក់អញ្ចឹងមានន័យថាលុយយេនរបស់ប្រទេសជប៉ុននឹងចាប់ផ្ដើមខ្លាំងជាងលុយដុល្លាររបស់សហរដ្ឋអាមេរិកអញ្ចឹងមានន័យថាម៉េចមានន័យថារឿងចាប់ផ្ដើមដើរផ្ទុយគ្នាកាលពីមុនបើសិនជាពួកគេខ្ចីលុយយេនប្រហែលជា100លានយេនជាមួយនឹងអត្រាការប្រាក់សូន្យបើយើងគិតជាលុយដុល្លារប្រហែលជា650,000 ដុល្លារ650,000 ដុល្លារគេយកទៅទិញបានបំណុលរបស់សហរដ្ឋអាមេរិកតែកាលហ្នឹងសហរដ្ឋអាមេរិកបានដំឡើងបានបំណុលរហូតដល់ទៅ 5% អញ្ចឹង650,000 ដុល្លារចំគុណនឹងអត្រាការប្រាក់ 5% គឺពួកគេទទួលបានប្រាក់តេណារហូតដល់ទៅ 32,500 ដុល្លារនៅក្នុងមួយឆ្នាំតាមពិតអត្រាការប្រាក់របស់ធនាគារកណ្ដាលប្រទេសជប៉ុនគឺក្បែរ0និងធ្លាប់ទុកអត្រាការប្រាក់0អញ្ចឹងយើងយក average 0តែម្ដងនៅពេលដែលធនាគារកណ្ដាលរបស់ប្រទេសជប៉ុនគាត់ដំឡើងអត្រាការប្រាក់1.7% ហើយធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកក៏ទម្លាក់អត្រាការប្រាក់មកវិញទិន្នផលបានបំណុលរបស់សហរដ្ឋអាមេរិកទម្លាក់អត្រាការប្រាក់មានន័យថាគាត់ទទួលបានអត្រាការប្រាក់ទាបពីការទិញបានបំណុលរបស់សហរដ្ឋអាមេរិកហើយស្របពេលដែលរូបិយប័ណ្ណរបស់ប្រទេសសហរដ្ឋអាមេរិកធ្លាក់ចុះប៉ុន្តែតម្លៃរូបិយប័ណ្ណរបស់ប្រទេសជប៉ុនមានការកើនឡើងនោះគឺជា panic មួយឬក៏ជាផលលំបាកមួយមានន័យថាពួកគាត់ត្រូវសងនៅឬក៏ទូទាត់បំណុលប្រាក់យេនដែលប្រាក់ខ្ចីហ្នឹងគឺនៅក្នុងតម្លៃថ្លៃពីមុនឧទាហរណ៍យើងបានលើកឡើងខាងលើឧទាហរណ៍ដល់ខ្ចី 650,000 ដុល្លារ 650,000 ដុល្លារប៉ុន្តែនៅពេលដែលលុយរបស់យេនឡើងយើងនិយាយតែតួលេខលុយណាយើងតាមតននិយាយអំពីតួលេខនៃការប្រាក់ដែលគាត់ត្រូវសងលុយរបស់យេនឡើងហើយលុយដុល្លារធ្លាក់ចុះអញ្ចឹងកម្ចីរបស់គាត់ 650,000 ហ្នឹងបើគិតពីតម្លៃលុយហ្នឹងប្រហែលជាលុយរបស់គាត់នឹងឡើងរហូតដល់ទៅ 700,000 ជន់គាត់ផ្លែតណា 700,000 គឺជាលុយដែលគាត់ខ្ចីមានថាបំណុលរបស់គាត់ខ្ចីកើនឡើងអូតូម៉ាទិកតាមរយៈអត្រាលុយធ្លាក់ចុះអានេះយើងអត់ទៀងទាត់យើងអត់និយាយអំពីតម្លៃដែលគាត់ត្រូវសងជាអត្រាការប្រាក់ប្រចាំឆ្នាំដែលគាត់ប្រកធ្វើចំណេញអញ្ចឹងនៅពេលដែលតម្លៃកម្ចីរបស់គាត់មានការកើនឡើងវាបង្កើតនៅព្រឹត្តិការណ៍មួយទៀតគឺព្រឹត្តិការណ៍នៃភាពសន្ស្លោរបស់អ្នកវិនិយោគទាំងអស់ហ្នឹងពួកគាត់មានជំរឿនក្នុងការលក់យកលុយទៅសងបំណុលរបស់ប្រទេសជប៉ុនភ្លាមដើម្បីកុំឲ្យបំណុលទាំងអស់ហ្នឹងមានការកើនឡើងតម្លៃថ្លៃឧទាហរណ៍ឥឡូវបច្ចុប្បន្នកើនឡើងរហូតដល់ 0.5% នៃអត្រាការប្រាក់ប្រសិនបើបំណុលហ្នឹងកើនឡើងរហូតដល់ទៅ 1.7% ហើយធនាគារកណ្ដាលសហរដ្ឋអាមេរិកកាត់បន្ថយឬក៏បណ្ដាធនាគារផ្សេងៗទៀតក៏កាត់បន្ថយអត្រាការប្រាក់គាត់មកទៀតហើយយើងនិយាយថាសហរដ្ឋអាមេរិកកាត់មកត្រឹមតែ 3.6% អញ្ចឹងគាត់ត្រូវទទួលគាត់រងគ្រោះហើយពេលនេះអញ្ចឹងគាត់ត្រូវតែសម្រេចចិត្តក្នុងការលក់នៅបានបំណុលទ្រព្យសម្បត្តិឬក៏ FX position មួយដែលគាត់កំពុងតែជួញដូរហ្នឹងនៅក្នុងពេលហ្នឹងដើម្បីយកសាច់ប្រាក់លឿននោះហើយគឺជាបំរែបំរួលនៅពេលដែលបំរែបំរួលមិនច្បាស់ហ្នឹងតើមានរឿងអីកើតឡើងទី1ឧទាហរណ៍ថាបើសិនជាលុយរបស់ Yen Corridor ទាំងអស់ហ្នឹងចូលទៅក្នុងផ្សារហ៊ុនរបស់សហរដ្ឋអាមេរិកចូលទៅក្នុងបានបំណុលរបស់សហរដ្ឋអាមេរិកមានន័យថាសហរដ្ឋអាមេរិកនឹងធ្លាក់រូបិយប័ណ្ណរបស់សហរដ្ឋអាមេរិកនឹងទទួលថ្មបាក់ដូចដែលអ្នកខ្ចីនោះក៏បានខ្ចីពួកគេនឹងលក់បានបំណុលរបស់សហរដ្ឋអាមេរិកគេជ្រើសណាលក់បានបំណុលរបស់សហរដ្ឋអាមេរិកឬក៏ផ្សារហ៊ុនរបស់សហរដ្ឋអាមេរិកឬក៏ការជួញដូរណាមួយឬក៏ crypto ចុះនៅក្នុងក៏មាន crypto ដែរពួក crypto អាចនឹងធ្លាក់ចុះហើយតែក៏ពួកគាត់ជ្រើសរើសលក់ទ្រព្យសម្បត្តិហ្នឹងដូចជាបានបំណុលដូចជាផ្សារហ៊ុនដូចជា crypto ពីព្រោះវាអាចលក់យកលឿនអាចលក់លើកលឿនណាដើម្បីទទួលបានអត្រាការប្រាក់នៅពេលដែលម្នាក់នាំគ្នាទៅលក់ភ្លាមណាវានឹងធ្វើឲ្យតម្លៃរបស់បានបំណុលសហរដ្ឋអាមេរិកធ្លាក់ចុះតម្លៃណាព្រោះលក់ដើម្បីទទួលបានយកប្រាក់យកផលគឺត្រូវដាក់តម្លៃទាបជាងហើយទី1ទី2
ផ្សារហ៊ុនរបស់សហរដ្ឋអាមេរិកធ្លាក់ចុះទី3 crypto ធ្លាក់ចុះឬក៏ផ្សារហ៊ុនរបស់សហតំបន់អឺរ៉ុបធ្លាក់ចុះវាគឺជាការបង្ខំយកសាច់ប្រាក់មកទូទាត់ការបង្ខំយកមកសាច់ប្រាក់មកទូទាត់វានឹងធ្វើឲ្យទីផ្សារមានភាពច្របូកច្របល់និងមានការបែកខ្លាយខ្លាំងសម្រាប់អ្នកវិនិយោគមួយចំនួនទៀតនឹងចាប់ផ្ដើមយកលុយរបស់ខ្លួននឹងទៅទិញលោហៈមាសឬក៏ទិញមាសដើម្បីបង្កើនទំនុកចិត្តនៅក្នុងពេលដែលមានភាពវឹកវរទាំងអ្នកដែលខ្ចីលុយយេហ្នឹងក៏យកលុយទៅទិញមាសដែរស្របពេលដែលភាពមិនច្បាស់កើតឡើងហើយទាំងអ្នកដែលជួញដូរមួយចំនួននឹងងាកបង្វែរទៅលើការជួញដូរឬក៏ការទិញមាសចឹងហើយបានជាមានការព្យាករណ៍ខ្លះមួយចំនួនគឺបានព្យាករណ៍ថាមាសឡើងរហូតដល់ទៅ$6,000នៅក្នុងមួយឱនការព្យាករណ៍ហ្នឹងវាស្ថិតនៅក្នុងតម្លៃខ្ពស់ពេកសម្រាប់ខ្ញុំឲ្យត្រឹមតែ$650នៅក្នុងមួយឱនទេហើយខ្ញុំនឹងចាំមើលថាការព្យាករណ៍របស់ខ្ញុំហ្នឹងវាក៏ដែរទេនេះក៏ដែរទេហេតុអីក៏យើងនិយាយអំពីថាខុសឬមិនខុសពីព្រោះខ្ញុំប្របានព្យាករណ៍ថាមាសឡើងរហូតដល់$500នៅក្នុង 1G ហើយខ្ញុំទៅតែអបអរសាទរជាមួយនឹងបងប្អូននៅក្នុងខែ10ទេចាំបានហើយឥឡូវនេះមាសក៏នៅឈរនៅលើ$500នៅក្នុង 1G ដែរប៉ុន្តែមានទំនោរតាក់ទងជាមួយនឹងការជជែកគ្នារវាងអ្នកស្ដាប់មួយចំនួនជាអ្នកស្ដាប់ថ្មីក៏ថាបានអំពីការព្យាករណ៍របស់ខ្ញុំគេថាការព្យាករណ៍ខ្ញុំខុសខ្ញុំជឿតែនៅរហូតដល់ឡើង$650នៅក្នុង 1G តែការព្យាករណ៍របស់ខ្ញុំខុសឬក៏ការយល់ឃើញឬក៏ការសម្រេចចិត្តរបស់អ្នកឬក៏ការប្រមូលព័ត៌មានរបស់អ្នកស្ដាប់នឹងអត់សមរម្យតែទៅជាមួយនឹងទំនោររបស់សង្គ្រាមនុយក្លេអ៊ែរប្រាក់របស់ប្រទេសជប៉ុនទំនងជានឹងកើតឡើងដោយសារតែបច្ចុប្បន្ននេះអតិផរណារបស់ប្រទេសជប៉ុនកើនឡើងខ្ពស់ការប៉ះពាល់ប៉ះទង្គិចជាមួយនឹងចិននឹងបង្កឲ្យតម្លៃនៅលើទីផ្សារជប៉ុនទាំងតម្លៃអាហារសម្លៀកបំពាក់គ្រឿងអេឡិចត្រូនិកមួយចំនួននឹងការបង្កើតនៃតម្លៃទំនិញនាំចេញតម្លៃទំនិញនាំចេញរបស់ជប៉ុនក៏ឡើងថ្លៃដែរពីព្រោះមានការរឹតបន្តឹងទៅលើការនាំចេញដែលធ្វើឲ្យការដឹងជូននឹងវាស៊ីរយៈពេលយូរហើយតម្លៃដឹកជញ្ជូនមានការកើនឡើងអញ្ចឹងអតិផរណាវាកើនឡើងទាំងក្នុងស្រុកទាំងក្រៅស្រុកសម្រាប់ប្រទេសជប៉ុនកើនឡើងក្នុងស្រុកគឺតម្លៃនៅទំនិញមួយចំនួនដែលពឹងផ្អែកពីចិនតែប៉ុណ្ណោះប៉ុន្តែតម្លៃទំនិញដែលពឹងផ្អែកទៅលើការនាំចេញរបស់ប្រទេសជប៉ុននឹងកើនឡើងថ្លៃដែលធ្វើឲ្យមានការពិបាកនិងប្រកួតប្រជែងជាមួយនឹងប្រទេសដទៃការឡើងតិចតួចក្តីបើសិនជាបងប្អូនបានស្ដាប់វីដេអូពីម្សិលមិញប្រហែលជាមិនអីទេព្រោះប្រហែលជាបងប្អូនខ្លះក៏អត់បានស្ដាប់ទេតែជាមួយជប៉ុននិងចិនហ្នឹងព្រោះមើលទៅនៃទូរលេខដែលស្ដាប់ព័ត៌មានបែបហ្នឹងគឺមានតែ 3K ទេព័ត៌មានបែបហ្នឹងគឺប៉ះពាល់ចំពោះសេដ្ឋកិច្ចខ្លាំង 3K នេះខ្ញុំជំរាបជូនបងប្អូនម្ដងទៀតជប៉ុនអត់ពឹងផ្អែកទៅលើចិនក្នុងការនាំចេញទេព្រោះជប៉ុនមានពាណិជ្ជកម្មរហូតដល់ទៅ217ប្រទេសហើយពាណិជ្ជកម្មធំៗដែលមានចិនមានសហរដ្ឋអាមេរិកមានអារ៉ាប់រួមមានអីផ្សេងៗឬក៏មានថៃដែលជប៉ុននាំចេញណាដែលជប៉ុននាំចេញគឺប្រហែល 50% នៃការនាំចេញទេប៉ុន្តែជប៉ុនរងគ្រោះដោយសារជប៉ុននាំចូលពីចិនច្រើនរហូតដល់ 20% ជាង 22% ជាងហេតុអីក៏រងគ្រោះពីព្រោះជប៉ុនបង្កើតឧស្សាហកម្មបង្កើតរោងចក្រនៅក្នុងប្រទេសចិនច្រើនដោយសហរដ្ឋអាមេរិកដែរបង្កើតនឹងដើម្បីអីពីព្រោះតម្លៃពលកម្មនៅទីនោះថោកជាងវត្ថុធាតុដើមថោកជាងខ្សែសង្វាក់ផលិតកម្មធ្វើឲ្យតម្លៃវត្ថុធាតុដើមដែលផ្គុំឲ្យយកមកប្រទេសជប៉ុនហ្នឹងវាថោកជាងណាអញ្ចឹងនៅពេលដែលមានបញ្ហាការរដ្ឋបិទវានឹងធ្វើឲ្យតម្លៃនៃការដឹងជូនមានការកើនឡើងទី1ទី2វត្ថុមួយចំនួនដូចជារ៉ែកំហុសកម្រដែលជប៉ុនកំពុងត្រូវការក្នុងការប្រកួតប្រជែងឡាន EV ហ្នឹងគឺនឹងមានបញ្ហាព្រោះអាហ្នឹងទិញមកពីចិនជាអ្នកដែលមានលោហៈកម្រច្រើនជាងគេលើលោកហ្នឹងឬក៏គ្រឿងបន្លាស់ឬក៏គ្រឿងវត្ថុធាតុដើមមួយចំនួនណាដែលជប៉ុនអត់មានអញ្ចឹងបើសិនជាជប៉ុនប្រឡូសព្រាមគឺជប៉ុនរងទុកបន្តិចតាក់ទងជាមួយនឹងតម្លៃទំនិញមិនមានន័យថាជប៉ុនពឹងផ្អែកទៅលើចិនដើម្បីរស់ទេប៉ុន្តែជប៉ុនពឹងផ្អែកទៅលើវត្ថុធាតុដើមរបស់ប្រទេសចិនប្រទេសមួយចំនួនធំលើពិភពលោកពឹងផ្អែកវត្ថុធាតុដើមរបស់ប្រទេសចិនរួមទាំងសហរដ្ឋអាមេរិកផងដែរអញ្ចឹងហើយបានជាចិនអាចមានបដូរផ្លាស់ដែរអញ្ចឹងហើយបានជាក្នុងពេលបច្ចុប្បន្ននេះលោហៈមួយចំនួនត្រូវបានដាក់ជាលោហៈកម្រដូចជាលោហៈប្រាក់ក្តីហើយឧស្សាហកម្មជីកយករោគដែរក៏កំពុងតែបង្កើនទីផ្សាររបស់ខ្លួនហើយផ្សារហ៊ុនរបស់ឧស្សាហកម្មទាំងអស់ហ្នឹងក៏មានការឡើងដែរពីព្រោះជាពេលវេលានៃការបដូរផ្លាស់និងការបង្វែរទិសដៅរបស់ពិភពលោកដែលបែងចែកជាពីរហ្នឹងចិនរៀបចំខ្លួនដើម្បីបង្កើតនៅស្ថាប័នរូបិយហិរញ្ញវត្ថុរបស់ខ្លួនបង្កើតនៅស្ថាប័នទីផ្សាររបស់ខ្លួនបង្កើតចំណែកទីផ្សាររបស់ខ្លួនដោយមិនពឹងពួកមនោគមសេរីហើយពួកមនោគមសេរីកំពុងតែរៀបចំទុកដាក់ពួកមនោគមកុម្មុយនីឲ្យនៅមួយប៉ែកដូចគ្នាណាគឺជាការបែងចែកពិភពលោកដែលខ្ញុំនិយាយតាំងពីឆ្នាំ2019សង្ឃឹមថាវាមានផលប្រយោជន៍សម្រាប់បងប្អូនរាល់ការនិយាយរបស់ខ្ញុំមិនឆ្លុះបញ្ចាំងអំពីនិន្នាការនយោបាយឬក៏និន្នាការនៃការជួញដូរមាសទេកុំភ្លេចស្វែងរកព័ត៌មានដើម្បីបន្ថែមទៅទៀតហើយប្រសិនបើធនាគារកណ្ដាលរបស់ប្រទេសជប៉ុនបង្កើន
អត្រាការប្រាក់របស់ខ្លួន 1.7% ឬក៏លើសនេះយើងនឹងឃើញតម្លៃមាសមានការកើនឡើងខ្លាំងហើយការកើនឡើងនេះវានឹងរុញតម្លៃមាសឲ្យឡើងធៀបជាមួយនឹងការបន្លប់ការបដូរផ្លាស់ពីលុយនៅក្នុងទីផ្សារហ៊ុននិងទីផ្សារស្តុករបស់សហរដ្ឋអាមេរិកមានការឡើង650ដូចជាមិនពិបាកមើលទេនៅក្នុងបញ្ជីសម្រាប់ប្រទេសចិនសម្រាប់តម្លៃមាសខ្ញុំសូមបញ្ជាក់បើសិនបើអ្នកទាំងអស់គ្នាមានអារម្មណ៍ថាមាសមិនអាចឡើងទេណាមានការព្យាករណ៍ខ្លះគេនិយាយថាមានឡើងដល់700តែតែការព្យាករណ៍នោះវាធំពេកយើងយកតែការព្យាករណ៍របស់ JP Morgan ឬក៏ការព្យាករណ៍របស់ Morgan Stanley ឬក៏ផ្សេងៗវាដូចជាកាពេលដែលតម្លៃមាសស្ថិតនៅក្នុងតម្លៃ$50 $60នៅក្នុង1 G ហើយបន្តមកវាកើនឡើង$100ជាងនៅក្នុង1 G វាកើនមក$200ជាងនៅក្នុង1 G វាកើនមក300 400ឥឡូវ$500ជាងនៅក្នុង1 G ហ្នឹងវាមិនមែនជារឿងដែលមិនកើតឡើងទេពីព្រោះរូបិយប័ណ្ណរបស់ពិភពលោកតែងតែធ្លាក់ចុះរូបិយប័ណ្ណរបស់ពិភពលោកតែងតែបោះពុម្ពបន្ថែមដោយសារតែតម្រូវការមនុស្សកើតទៅណាប៉ុន្តែរបស់មួយទៀតយើងត្រូវដឹងថាគោលនៃតម្លៃរបស់ប្រាក់វាស្ថិតនៅក្នុងតម្លៃមួយដែលជាទ្រព្យសម្បត្តិរបស់ពិភពលោកយើងអត់និយាយពីអចលនទ្រព្យទេអចលនទ្រព្យវាអាចដួលរលំប្រសិនបើប្រទេសហ្នឹងមិនមានតម្រូវការតែបើសិនជារបស់មួយដែលមិនដួលរលំគឺមាសនឹងឯងមាសរាប់ខែរាប់ឆ្នាំប្រទេសទាំងអស់ចាយអត់តមានអីជំនួសមាសណាអញ្ចឹងការឡើងរបស់តម្លៃមាសទោះបីជាអនាគតមកតចំណងទៅមនុស្សទៀតវាឡើងដល់$2,000នៅក្នុង1 G មួយហ្នឹងឯង$2,000នៅក្នុង1 G ក៏អត់មានអីចំណាយដែរវាបែបហ្នឹងណាលុះតាតែមនុស្សរកឃើញរបស់មួយដែលពិភពលោកឲ្យតម្លៃដូចគ្នាស្មើនឹងមាសអាអ្នកខ្លះតែនិយាយ crypto អត់ទេ crypto គេអាចនិយាយថាជាมันអាចច្រោះ1 2 3 4 5ប៉ុន្តែពិភពលោកមិនបណ្ដោយឲ្យទីផ្សាររូបិយប័ណ្ណឯករាជ្យកើតឡើងបានទេពីព្រោះពិភពលោកត្រូវតែមានរដ្ឋាភិបាលក្នុងការគ្រប់គ្រងដើម្បីធ្វើឲ្យគ្រប់យ៉ាងមានដំណើរការតាមលំដាប់លំដោយរបស់ដែលมันមានលំដាប់លំដោយមានការប្រែប្រួលខ្លាំងនិងមានភាពងាយរងគ្រោះខ្លាំងហើយក៏ខ្លាចទៅជាទីផ្សារងឹតរបស់មនុស្សមួយចំនួនយកទៅប្រើប្រាស់ដូចគ្នាដែរអញ្ចឹងសម្រាប់តម្លៃមាសខ្ញុំមិនមានការតោមនោះទេទៅលើតម្លៃខ្ពស់ឬក៏យល់ឃើញថាមាសមានការកើនឡើងវាគ្រាន់តែវាត្រូវការរយៈពេលខ្លះនៅពេលមួយចំនួនដូចយើងនិយាយពីឆ្នាំ2019មកយើងត្រូវការរយៈពេលយូរណារហូតដល់វាឡើង$500ហើយវាឡើង$500នេះវាឡើងនៅក្នុងឆ្នាំ2024និង25ទេវាមិនបានឡើងលឿននៅក្នុងឆ្នាំ2022 23ឡើយវាបែបហ្នឹងណាហើយមាសមែនតើសន្សំ10ឆ្នាំស្មើនឹងសន្សំអចលនទ្រព្យ10ឆ្នាំដូចគ្នាហើយយើងអាចសន្សំនៅក្នុងបំណែកតូចគ្រាន់ថាមាសមានការកើនឡើងយឺតហើយវានឹងចាប់ផ្ដើមកើនឡើងខ្លាំងនៅពេលដែលសេដ្ឋកិច្ចមានបញ្ហាតែប៉ុណ្ណោះសូមអរគុណសូមជម្រាបលា